Mình hợp xuaនេះគឺជាវីដេអូចែកលេងពីគណិតវិទ្យារបស់ជនដែលមានពិការភាពផ្នែកភ្នែកហើយនេះគឺជាលំហាត់គំរូទី18ប្រមាណវិធីបូកចំនួន2ខ្ទង់បូកនឹងចំនួន2ខ្ទង់តោះយើងចាប់ផ្ដើមទាំងអស់គ្នា85បូកជាមួយនឹង21 85តាំងនៅក្នុងស្ដាំនៃក្បាច់5ឈរនៅលើខ្ទង់រាយ8ឈរនៅលើខ្ទង់10ហើយចំណែក21តាំងនៅក្នុងឆ្វេងនៃក្បាច់1ឈរនៅលើខ្ទង់រាយខ្ទង់ទី2ហើយចំណែក2ឈរនៅលើខ្ទង់10ខ្ទង់ទី1នៅក្នុងឆ្វេងនៃក្បាច់ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយលក្ខខណ្ឌលើលេខនេះឬក៏របៀបធ្វើប្រមាណវិធីបូកនៅលើក្បាច់គឺត្រូវបូកចំនួនដែលធំមុនគឺខ្ទង់ដែលធំជាងគេមុនអញ្ចឹងខ្ទង់ដែលធំជាងគេលើលេខនេះគឺខ្ទង់10តោះអញ្ចឹងបូកខ្ទង់10មុនខ្ទង់10ត្រូវបញ្ចូលប៉ុន្មានត្រូវបញ្ចូលលេខ2តើមានលេខ2បញ្ចូលលើខ្ទង់10มันមានទេអញ្ចឹងយើងត្រូវតែខ្ចី1 100អញ្ចឹង2នៅលើខ្ទង់10ស្មើនឹង20 100យក20នៅសល់80តម្លាក់ចុះតោះ1បញ្ចូលខ្ទង់រាយតើមាន1បញ្ចូលទេមានអញ្ចឹងយើងរុញ1បញ្ចូលតែម្ដងវាមានស្រាប់អញ្ចឹងយើងលុបឆ្វេងចោលចម្លើយឃើញបានចម្លើយគឺឃើញ105 6តោះទៀតគឺ86បូកជាមួយនឹង21 86តាំងនៅខាងស្ដាំនៃក្បាច់6ឈរនៅលើខ្ទង់រាយ8ឈរនៅលើខ្ទង់10ឯចំណែក21តាំងនៅឆ្វេងនៃក្បាច់1ឈរនៅលើខ្ទង់រាយ2ឈរនៅលើខ្ទង់10តាំងនៅខាងឆ្វេងនៃក្បាច់អញ្ចឹងខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតើខ្ទង់10ត្រូវបញ្ចូលប៉ុន្មានគឺបញ្ចូលចំនួនឬក៏លេខ2នៅលើខ្ទង់10តើមានលេខ2សម្រាប់បញ្ចូលលើខ្ទង់10ទេគឺมันមានទេអញ្ចឹងត្រូវធ្វើម៉េចខ្ចី1 100 100យក20នៅសល់80ពីព្រោះ2លើក្នុង10ស្មើ20 100យក20នៅសល់80អញ្ចឹងតម្លាក់80ចុះ1បញ្ចូលនៅខ្ទង់រាយតើមានទេមានអញ្ចឹងយើងរុញតែម្ដងបើវាមានយកឲ្យបាច់ចាំខ្ចីទេយើងរុញចូលបញ្ចូលតែម្ដងអញ្ចឹងយើងឃើញ105 7តទៀតគឺ87 87បូកនឹង21 87តាំងនៅក្នុងស្ដាំនៃក្បាច់7ឈុននៅលើខ្ទង់រាយ8ឈុននៅលើខ្ទង់10ឯចំណែក21តាំងនៅក្នុងឆ្វេងនៃក្បាច់1ឈុននៅលើខ្ទង់រាយ2ឈុននៅលើខ្ទង់10ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតោះខ្ទង់10ត្រូវបញ្ចូល2តើមាន2ទេអត់មានទេអញ្ចឹងខ្ចី1 100យក20នៅសល់5សល់80សំទោស100យក20សល់80តោះ2បញ្ចូលនៅខ្ទង់រាយតាមសំទោស1បញ្ចូលខ្ទង់រាយតើមាន1ទេមានស្រាប់អញ្ចឹងយើងត្រូវតែរុញតែម្ដងយើងមិនបាច់ចាំខ្ចីទេវាមានស្រាប់អញ្ចឹងចម្លើយឃើញបានឃើញ108តទៀតគឺ88តែម្ដង88បូកនឹង21 88បូក21 8ទី1ឈរនៅលើខ្ទង់រាយ8ទី2ឈរនៅលើខ្ទង់10ឯ21តាំងនឹងឆ្វេងនៃក្បាច់1ឈរនៅលើខ្ទង់រាយ2ឈរនៅលើខ្ទង់10ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតោះខ្ទង់10ត្រូវបញ្ចូលប៉ុន្មានបញ្ចូល20ឬក៏លេខ2នឹងឯងនៅលើខ្ទង់10តោះមានលេខ2បញ្ចូលទេអត់ទេអញ្ចឹងខ្ចី100 100យក20នៅសល់80តម្លាក់ចុះ1ត្រូវបញ្ចូលនៅខ្ទង់រាយតើមានទេមាន1តែម្ដងសម្រាប់រុញចូលណារុញចូលមកហើយយើងលុបឆ្វេងចោលចម្លើយឃើញបានឃើញ109តទៀតចុងក្រោយតោះ89បូកជាមួយនឹង21 89តាំងនៅខាងស្ដាំនៃក្បាច់9ឈរនៅលើខ្ទង់រាយ8ឈរនៅលើខ្ទង់10ឯចំណែក80សំទោស21តាំងនៅឆ្វេងនៃក្បាច់1ឈរនៅលើខ្ទង់រាយ2ឈរនៅលើខ្ទង់10ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតោះខ្ទង់10ត្រូវបញ្ចូលប៉ុន្មានត្រូវបញ្ចូលលេខ2តើមានលេខ2បញ្ចូលទេមានអត់សំទោសអត់មានទេគឺយើងខ្ចី100អញ្ចឹង100យក20នៅសល់80តម្លាក់ចុះតោះ1ត្រូវបញ្ចូលនៅខ្ទង់រាយតើមាន1បញ្ចូលទេយើងមើលលេខនេះមានទេគឺយើងតាំង9ហើយអញ្ចឹងអត់មាន1សម្រាប់បញ្ចូលនៅលើខ្ទង់រាយទេអញ្ចឹងយើងត្រូវធ្វើម៉េចនៅលើក្បាច់គឺខ្ចីណាប្រមាណវិធីបូកនៅតែខ្ចីអញ្ចឹងមានន័យថាប្រមាណវិធីបូកនៅលើក្បាច់គឺត្រូវតែខ្ចីអត់មានត្រាទុកទេអញ្ចឹងយើងត្រូវខ្ចី10យក1នៅសល់5 9អញ្ចឹង9ត្រូវធ្វើម៉េចទម្លាក់ចុះទម្លាក់ចោលអញ្ចឹងលុបឆ្វេងចោលចម្លើយគឺឃើញបានគឺឃើញ110អូខេអញ្ចឹងសម្រាប់លំហាត់គំរូនេះគឺខ្ញុំមានប៉ុណ្ណឹងដើម្បីចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដែលជាអ្នកចូលចិត្តរៀនគណិតវិទ្យាហើយចង់ប្រើប្រាស់ឧបករណ៍ក្បាច់នេះ
ដូចខ្ញុំដែរបងប្អូនអាច search នៅក្នុង website ណាក៏ដោយឲ្យតែមាន search ពាក្យថា abacus a b a c u s ប្រែជាភាសាខ្មែរយើងថាក្បាច់អញ្ចឹងបងប្អូនអាចទិញមកហើយបងប្អូនអាចយកវីដេអូបរទេសណាក៏បានយកវីដេអូបងប្អូនខ្មែរយើងណាក៏បានបងប្អូនអាចយកមករៀនមកយើងព្យាយាមរៀនម្ដងតិចម្ដងតិចបងប្អូននឹងចេះហើយខ្ញុំក៏ព្យាយាមចែករំលែកនៅអ្វីដែលខ្ញុំចេះម្ដងតិចម្ដងតិចពីកម្រិត0រហូតដល់កម្រិត100នៃខ្លួនខ្ញុំដែលខ្ញុំមានទៅដល់បងប្អូនទាំងអស់គ្នាដល់ពេលនេះខ្ញុំបាទយ៉ាងលីសូមអរគុណនិងសូមជម្រាបលា